សាច់រឿងរបស់យើងនៅពេលដែលស៊ីនរ៉ានិយាយថាក្នុងចំណោមត្បូងទាំងអស់ហើយវាគឺជាត្បូងឈាមធម្មជាតិដែលត្រូវបានចំណាយពេលរាប់ពាន់ឆ្នាំដើម្បីកកើតឡើងហើយវាមានតម្លៃលើសពីជីវិតរបស់នាងទៅទៀតដើម្បីបានឃើញត្បូងមួយដុំនេះលេចចេញមកមនុស្សគ្រប់គ្នាចាប់ផ្ដើមដាក់ភ្នាល់ដោយម្នាក់និយាយថាគាត់នឹងឲ្យ90លានហើយម្នាក់ទៀតនិយាយថាគាត់នឹងឲ្យ100លានហើយម្នាក់ទៀតនិយាយថាគាត់នឹងយកត្បូងនេះហើយគាត់នឹងឲ្យ120លានបរិបម្នាក់និយាយថាបរិបម្នាក់បានរកឃើញត្បូងឈាមដ៏កម្រមួយជីតារបស់គាត់ក្អកហើយគាត់និយាយថាស្ថានភាពរបស់គាត់ហាក់ដូចជាកាន់តែអាក្រក់ទៅគាត់និយាយថាគាត់មិនដឹងថាតើគាត់នឹងអាចរស់បានឬអត់ទេត្បូងត្រូវលក់បានក្នុងតម្លៃ$2000លានស៊ីនរ៉ានអបអរសាទរទៅកាន់ក្រុមហ៊ុនគ្រឿងអលង្ការត្រកូលឋានដែលបានក្លាយជាអ្នកឈ្នះប្រកួតជាមួយនឹងតម្លៃដីថ្លៃ$2000លាននាងក៏សម្គាល់ថាការប្រកួតនេះពិតជាបើកភ្នែកបើកត្រចៀកពិតមែនហើយតម្លៃ$2000លាននេះនឹងក្លាយជាសមិទ្ធផលក្នុងរឿងព្រេងនិទានដែលមិនអាចមាននរណាម្នាក់មកជំនួសបានលោកឋានឡាវមានការសម្ដែងការដឹងគុណចំពោះឈិនលៃដោយសង្កត់ធ្ងន់ថាគ្មានគេទេគេឈ្មោះរបស់ក្រុមហ៊ុនគ្រឿងអលង្ការត្រកូលឋានប្រហែលជាត្រូវបាត់បង់អស់ហើយគាត់សុំទោសដែលធ្លាប់មានការសង្ស័យលើឈិនលៃឆ្លើយតបដោយភាពរាក់ទាក់ដោយធានាដល់លោកឋានឡាវថាគេមិនយកចិត្តទុកដាក់លើរឿងទាំងអស់នោះទេដើម្បីជាការសុំទោសគេប្រកាសថាគេនឹងប្រគល់ប្រាក់ទាំងអស់ពីការលក់ត្បូងនោះឲ្យគាត់ឋានជាជីងចូលអន្តរាគមន៍ដោយទទូចថាគេគឺជាភ្ញៀវកិត្តិយសរបស់គេហើយថាឥឡូវនេះពួកគេកំពុងបង្កើតកេរ្តិ៍ឈ្មោះនៅក្នុងការប្រកួតនេះគាត់ជឿជាក់ថាពួកគេនឹងកើតវត្តមានដ៏រឹងនៅក្នុងទីក្រុង River City នេះភ្លាមនោះបរិបម្នាក់ដែលមានក្បាលទំពេកបានដើរចូលមកហើយប្រគល់លិខិតអញ្ជើញមួយឲ្យគាត់ដោយជម្រាបសួរថាចាងជុនដែលជាអ្នករៀបចំកម្មវិធីប្រកួតបានអញ្ជើញគេទៅជួបគ្រួសារចាងហើយគេត្រូវតែទៅចូលរួមគេអង្គុយក្នុងឡានហើយគិតអំពីចាងជុនអ្នកបើកបរប្រាប់គេថាពួកគេបានមកដល់លំនៅឋានគ្រួសារចាងហើយសន្តិសុខម្នាក់ជម្រាបចាងជុនថាលោកឈិនលៃបានមកដល់ហើយបរិបទំពេកនាំឈិនលៃទៅដោយនិយាយថាសូមអញ្ជើញមកតាមផ្លូវនេះបន្ទាប់មកគេគោះទ្វារឲ្យប្រកាសថាលោកឈិនបានមកដល់ហើយចាងជុនបើកទ្វារឲ្យបង្ហាញការរីករាយចំពោះវត្តមានរបស់ឈិនលៃដោយអញ្ជើញគេចូលទៅខាងក្នុងឈិនលៃសុំទោសចំពោះការអញ្ជើញនៅពេលយប់ជ្រៅហើយសួរអំពីឱកាសនេះចាងជុនបន្ថយសារៈសំខាន់នៃការប្រជុំនេះដោយនិយាយថាគាត់គ្រាន់តែចង់ដឹងរឿងមួយគាត់និយាយថាឈិនលៃបានបន្តកាត់ត្បូងបន្ទាប់ពីត្បូងទី1លេចចេញមកហើយសួរថាតើគេដឹងថាមានត្បូងឈាមលាក់ទុកនៅខាងក្នុងដែរឬទេឈិនលៃបញ្ចូលថានៅពេលដែលគេកាន់ត្បូងនោះគេមានអារម្មណ៍ក្តៅនៅក្នុងដៃរបស់គេហើយក៏សម្គាល់ឃើញអ្វីមួយមិនប្រក្រតីគេចង់ដឹងចង់ឃើញរបស់គេបាននាំឲ្យគេព្យាយាមកាត់វាបើកមើលចាងជុនយល់ហើយស្នើឲ្យឈិនលៃរកត្បូងឲ្យគាត់មួយទៀតចាងជុនជីតាឈ្មោះថាចាងគួនក្អកជាប់រហូតឈិនលៃសង្កេតមើលគាត់ហើយសួរថាតើគាត់មានអ្វីប្លែកអំពីស្ថានភាពរបស់គាត់ឬទេឈិនលៃឆ្លើយតបដោយស្មោះត្រង់ថាគេមួយបារម្ភថាស្ថានភាពរបស់គាត់ធ្ងន់ធ្ងរណាស់ហើយត្រូវការព្យាបាលគាត់បង្ហាញការព្យាបាលចំពោះជំនាញវិទ្យាពេទ្យរបស់គេឈិនលៃបញ្យល់ថាគេបើក clinic នៅ Sun City ហើយដោយមានការអនុញ្ញាតពីចាងគួនគេក៏ស្ម័គ្រចិត្តពិនិត្យជីពចរឲ្យគាត់ចាងគួនសួរថាតើគេជាគ្រូពេទ្យបុរាណមែនទេចាងគួនបង្ហាញថាពួកគេស្វែងរកវិធីព្យាបាលមិនបានជោគជ័យដោយឃើញជំនាញវិទ្យាសាស្ត្ររបស់គេទើបគាត់យល់ព្រមឲ្យគេពិនិត្យអ្នកជំងឺឈិនលៃចាប់ផ្ដើមពិនិត្យជីពចររបស់គាត់ខណៈពេលដែលដឹងថាអំពើអាក្រក់កំពុងលេបត្របាក់ជីវិតរបស់គាត់គេចាប់ផ្ដើមការព្យាបាលបន្ទាប់ពី1ម៉ោងមកចាងគួនប្រាប់ថាគាត់មានអារម្មណ៍ថាធូរស្រាលជាងឈិនលៃបង្ហាញថាគេគ្រាន់តែបានបន្ធូរបន្ថយស្ថានភាពរបស់គាត់ប៉ុណ្ណោះហើយដើម្បីលុបបំបាត់វាទាំងស្រុងពួកគេត្រូវស្វែងរកមូលហេតុនៅក្នុងខ្លួនរបស់លោកចាងជុនបញ្យល់ថាគាត់តែងតែមើលថែជីតារបស់គាត់ហើយគាត់កម្រនឹងចេញទៅខាងក្រៅណាឈិនលៃសួរថាតើពួកគេទើបតែទទួលបានវត្ថុមានតម្លៃណាមួយថ្មីនេះទេគាត់ក៏រៀបរាប់ខ្នើយត្បូងមួយឈិនលៃសន្និដ្ឋានថាខ្នើយត្បូងនោះទំនងជាយកចេញពីភ្នោហើយអាចនាំឲ្យមានជំងឺដោយសារការប៉ះពាល់រាងកាយយូរអង្វែងចាងគួនដឹងខ្លួនថាវាបញ្យល់អំពីមូលហេតុដែលគាត់មានអារម្មណ៍ត្រជាក់ខ្លាំងនៅពេលគេលើវាចាងជុនបង្ហាញការដឹងគុណចំពោះជំនាញវិទ្យាពេទ្យរបស់ឈិនលៃហើយបញ្ជាក់ថាទោះបីជាអាចរកឃើញត្បូងឈាមឬមិនបានក៏ដោយគ្រួសារចាងសុខចិត្តផ្ដល់ជូននូវការស្នើសុំរបស់គេឈិនលៃឆ្លើយតបដោយការពេញចិត្តថាការជួយសង្គ្រោះជីវិតគឺជាកាតព្វកិច្ចរបស់គេហើយគេក៏អាចជួយរកត្បូងឈាមនោះបានដែរទោះជាយ៉ាងណាក៏ដោយគេមានសំណើមួយរបស់គេចាងជុនជាអ្នកដល់ឈិនលៃថាគ្រួសារចាងនឹងមិនអោយមានការពន្យា
ពេលក្នុងការជួយនោះទេគេបង្ហាញរូបភាពឪពុកម្ដាយរបស់គេដោយរៀបរាប់ថាពួកគេបានបាត់ខ្លួនអស់រយៈពេល10ឆ្នាំមកហើយគេមិនទទួលបានដំណឹងអ្វីអំពីគេសោះចាងជុនទទួលស្គាល់ថាវាអាចត្រូវការពេលវេលាខ្លះប៉ុន្តែធានាដល់គេថាគាត់នឹងធ្វើអស់ពីសមត្ថភាពដើម្បីជួយឈិនឡេបង្ហាញការជឿជាក់លើជំនួយរបស់គាត់គេបញ្យល់ថាគេកំពុងស្វែងរកត្បូងឈាមយ៉ាងសកម្មឈិនឡេធានាដល់គាត់ថាគេនឹងផ្ញើវាឲ្យទៅគាត់ព្រាមៗនៅពេលដែលគេរកឃើញគាត់សម្ដែងការដឹងគុណនឹងបកគោលការណ៍ដែលមានទឹកប្រាក់ 2000 លានដល់គេដែលចាត់ទុកវាជាប្រាក់កក់សម្រាប់ត្បូងនោះហើយបង្ហាញការដឹងគុណរបស់គាត់ប្រសិនបើវាត្រូវបានរកឃើញឈិនឡេសន្យាថាតាក់ទងគាត់ភ្លាមនៅពេលដែលគេរកឃើញត្បូងឈាមគាត់អរគុណគេហើយគិតក្នុងចិត្តថាតើគ្រួសារត្រកូលចាងអាចស្ដារកេរ្តិ៍ឈ្មោះពីអតីតកាលឡើងវិញបានដែរឬទេដោយជឿជាក់ថាវាជាផ្លូវតែមួយគត់ដើម្បីដើរឈុតឆាកបានផ្លាស់ប្ដូរទៅថ្ងៃបន្ទាប់ឈិនឡេភ្ញាក់ឡើងហើយគិតថាគេមានអារម្មណ៍រីករាយដែលបានត្រឡប់មកផ្ទះវិញព្រោះហាក់ដូចជានៅការិយាល័យពេទ្យត្រូវការមនុស្សម្នាក់ដើម្បីត្រួតពិនិត្យបុរសចំណាស់ម្នាក់បានមកដល់ហើយជម្រាបសួរឈិនឡេថាគាត់មានអាការៈឈឺក្បាលកាលពីពេលថ្មីៗនេះគាត់ស្នើឲ្យឈិនឡេពិនិត្យគាត់ឈិនឡេអញ្ជើញគាត់ឲ្យចូលមកខាងក្នុងដើម្បីព្រួបចាប់ផ្ដើមពិនិត្យនៅពេលនោះមានបុគ្គលិកម្នាក់ស្លៀកពាក់ពណ៌បៃតងបានប្រកាសពីការមកដល់របស់លោកតានដោយសង្កត់ធ្ងន់ថ្ងៃនេះជាឱកាសដែលមិនអាចខកខានបានជាមួយនឹងគុណភាពធានាបុរសចំណាស់សួរថាតើលោកតានគឺជាគ្រូពេទ្យចិនបុរាណដ៏ល្អបំផុតក្នុងទីក្រុងឬទេបុរសពាក់សម្លៀកបំពាក់ពណ៌បៃតងបញ្ជាក់ថាគាត់ពិតជាល្អបំផុតមែនដោយផ្អែកលើកេរ្តិ៍ឈ្មោះនៃសាលាវិទ្យាសាស្ត្រដែលមានអាយុកាលរាប់សតវត្សរ៍របស់គាត់ដែលមិនអាចប្រៀបធៀបជាមួយនឹង clinic វិទ្យាសាស្ត្រផ្សេងទៀតបានទេបុរសចំណាស់ដើរទៅរកលោកតាំងហើយបង្ហាញពីបំណងចង់ចុះឈ្មោះគាត់រៀបរាប់ពីពាក្យចចាមអារ៉ាមអំពីវិជ្ជបណ្ឌិតឈិនឡេដែលលក់ថ្នាំคล้ายៗនឹងបាត់ខ្លួនកាលពី2ថ្ងៃមុនទើបតែត្រឡប់មកវិញនៅថ្ងៃនេះបុរសចំណាស់ចង់បានការបញ្ជាក់ពីព័ត៌មាននេះឈិនឡេមានការខឹងសម្បារយ៉ាងខ្លាំងហើយសួរអំពីផលវិបាកនៃការផ្សព្វផ្សាយព័ត៌មានមិនពិតអំពីគេចំណុចចំពោះពួកគេផ្ទាល់គេអះអាងថាគេទើបតែឮរឿងនេះម្ចាស់ហាងឆ្នាំចិនរបស់តាំងបានមកដល់ហើយណែនាំមិនឲ្យប្រកែកជាមួយកូនជាងឡើយគាត់បង្ហាញពីការមិនអត់ធ្មត់ដោយអះអាងថាគាត់បានប្រកបរបរជាគ្រូពេទ្យរាប់សតវត្សរ៍មកហើយឥឡូវនេះសូម្បីតែបុគ្គលិកវ័យក្មេងក៏ហ៊ានហៅខ្លួនឯងថាជាអ្នកជំនាញវិទ្យាសាស្ត្រចិនបុរាណដែរគាត់សួរអំពីស្ថានភាពហើយដើរទៅរកបុរសចំណាស់ដោយផ្ដល់ជំនួយដល់គាត់ការដោះមួករបស់គាត់ចេញគាត់ទទួលស្គាល់មកឈរអំពីបញ្ហាហើយសារភាពថាគាត់មិនស្គាល់អំជំងឺជាក់លាក់នេះទេគាត់សួរថាតើគាត់អាចទទួលបានការព្យាបាលបានដែរឬទេលោកតាំងពិចារណាលើស្ថានភាពរបស់នេះដោយដឹងថាវាជាលើកទី1ហើយដែលគាត់បានជួបជំងឺនេះក្នុងរយៈពេលរាប់ទសវត្សរ៍មុននេះការអនុវត្តរបស់គាត់ស្នើឲ្យការព្យាបាលដ៏សាមញ្ញនិងត្រង់គឺការសម្អាតពងបែកនិងបង្ហូរវាចេញទោះជាយ៉ាងណាក៏ដោយឈិនឡេចូលអន្តរាគមន៍ដោយព្រមានថាស្ថានភាពរបស់បុរសចំណាស់ទាមទារការព្យាបាលដោយបញ្ចូលក្តៅហើយការខ្វះការប្រុងប្រយ័ត្នអាចបង្កគ្រោះថ្នាក់ដល់ជីវិតរបស់គាត់លោកតាំងបដិសេធមតិរបស់គេដោយអះអាងថាគេមិនត្រូវការនរណាម្នាក់ដូចជាគេមកបង្រៀនគាត់ពីរបៀបព្យាបាលជំងឺនោះទេឈិនឡេទទូចថាការចោះពងបែកមិនមែនជាដំណោះស្រាយដែលសមស្របដោយបង្ហាញថាស្ថានភាពនេះជាប្រភេទជំងឺរើមគេចាប់ផ្ដើមខ្ទាស់ពងបែកនោះបណ្ដាលឲ្យបុរសចំណាស់មានការស្រែកយ៉ាងឈឺចាប់លោកតាំងចាប់ផ្ដើមមានការងឿងឆ្ងល់ចំពោះស្ថានភាពឈិនឡេប្រាប់គាត់ឲ្យគេចចេញប៉ុន្តែគាត់អះអាងថាអ្នកជំងឺស្ថិតក្រោមការមើលថែរបស់គាត់ហើយឈិនឡេគ្មានសិទ្ធិជ្រៀតជ្រែងទេឆ្លើយតបឈិនឡេតែកំភ្លៀងគាត់ដោយស្ដីបន្ទោសគាត់ចំពោះវិធីសាស្ត្រព្យាបាលអ្នកជំងឺរបស់គាត់ហើយអះអាងថាគោលដូចជាគាត់មិនសមនឹងត្រូវបានគេហៅថាគ្រូពេទ្យឡើយគេដកបញ្ចូលរបស់គេចេញដោយគិតថាជាទង្វើពីមុនរបស់លោកតាំងប្រហែលជាបានចាក់ត្រូវចំណុចថាពលសំខាន់ហើយគេមិនប្រកាសថាវាយឺតពេលឬអត់ទេគេពិនិត្យយ៉ាងប្រុងប្រយ័ត្ននិងខ្ទាស់បញ្ចូលចាក់លើក្បាលបុរសចំណាស់គេដឹងថាស្ថានភាពមិនល្អទេព្រោះការព្យាបាលជាតិពុលក្នុងខ្លួនដែលត្រូវបានបង្កឡើងដោយការប្រើប្រាស់បញ្ចូលខរបស់លោកតាំងបានធ្វើឲ្យភាពត្រជាក់ក្នុងខ្លួនរបស់អ្នកជំងឺប៉ះពាល់ដល់បេះដូងនិងធ្វើឲ្យថាមពលសំខាន់របស់គាត់ចុះខ្សោយហើយវិធីសាស្ត្រព្យាបាលនេះគឺជាផ្លូវតែមួយគត់ដើម្បីព្យាយាមដោះស្រាយបញ្ហានេះបុរសចំណាស់នឹងខ្លួនឡើងវិញឈិនឡេស្ដីបន្ទោសលោកតាំងដោយបានដាក់ឈ្មោះគាត់ថាជាភាពអាម៉ាស់នៃឱសថបុរាណចិនលោកតាំងខឹមសម្បារនឹងប្រជុំគេដោយចោទសួរភាពហ៊ានរបស់គេដែលមកប្រកួតប្រជែងជាមួយគាត់ក្នុងរឿងសំខាន់ដូចជាការសង្គ្រោះជីវិតគាត់ប្រកាសថាអ្នកដែលធ្វើខុសមុនគេនឹងត្រូវចាក់ចេញពីឱសថចិនបុរាណជារៀងរហូតឈិនឡេទទួលយកការប្រកួតប្រជែងនេះបន្តិចក្រោយមកមានវងមនុស្សប្រមូលផ្ដុំគ្នានៅជុំវិញ clinic ហើយអ្នកដំណើរម្នាក់សួរថាតើមានអ្វីកើតឡើងអ្នកម្នាក់ទៀតជម្រាបថា clinic របស់ឈិនឡេនឹង
ត្រូវប្រកួតប្រជែងជាមួយនឹងគ្រូពេទ្យដ៏ល្បីល្បាញប្រចាំទីក្រុង Sun City គឺលោកវិជ្ជបណ្ឌិតតាំងបន្ទុយស្ត្រីម្នាក់បានបញ្ចេញមតិថាវានឹងក្លាយជារឿងដ៏គួរឲ្យជក់ចិត្តមនុស្សម្នាបានចាប់ផ្ដើមប្រមូលផ្ដុំគ្នាជាក្រុមដោយអ្នកខ្លះបានទៅជុំវិញនិងអ្នកខ្លះទៀតនៅជុំវិញឈិនលីដើម្បីស្វែងរកការព្យាបាលអ្នកជំងឺម្នាក់របស់ឈិនលីបានសរសើរអំពីជំនាញរបស់លោកដោយនិយាយថាគាត់មានអារម្មណ៍ថាទូសារច្រើនបន្ទាប់ពីការព្យាបាលរួចអ្នកទៀតបានយល់ស្របនិងបង្ហាញការភ្ញាក់ផ្អើលចំពោះជំនាញវិជ្ជាពេទ្យរបស់គ្រូពេទ្យវ័យក្មេងឈិនលោកតាំងប៊ុនហុយមានការសញ្ជឹងគិតអំពីការប្រកួតវិទ្យាសាស្ត្រជាង30ឆ្នាំរបស់គាត់ដោយជឿជាក់ថាគាត់មិនដែលបង្កើតកំហុសសូម្បីតែម្ដងគាត់បានហៅអ្នកជំងឺបន្ទាប់មកចូលមករួចពិនិត្យនិងស្វែងរកជំងឺក្នុងពេលជាមួយគ្នានោះស្ត្រីម្នាក់នៅមានសក់ពណ៌បៃតងបានដើរមកជិតឈិនលីដោយរអ៊ូទាំងពីអាការៈវិលមុខនិងណែនទ្រូងនាងបាននិយាយថានាងមិនអាចទ្រាំទ្របានទៀតទេរួចក៏ចាប់ដៃរបស់ឈិនលីបានដកដៃចេញថ្នមៗរួចប្រាប់នាងកុំឲ្យបារម្ភព្រោះលោកនឹងចាប់ជីបចររបស់នាងជាមុនសិនលោកបានពិនិត្យជីបចររបស់នាងហើយឃើញថាវាមានដំណើរការស្មើនឹងខ្លាំងព្រមទាំងសរីរាង្គកាយទាំង5ស្ថិតក្នុងស្ថានភាពប្រក្រតីទាំងអស់ដែលបង្ហាញថាគ្មានសញ្ញានៃជំងឺនោះទេរំពេចនោះសំឡេងដ៏ចម្លែកមួយបានទាក់ទាញការចាប់អារម្មណ៍របស់លោកអ្នកជំងឺរបស់លោកតាំងប៊ុនហុយស្រាប់តែមានការឈឺចាប់យ៉ាងខ្លាំងដែលបង្កការព្រួយបារម្ភដល់មនុស្សម្នានៅក្បែរនោះគ្រូពេទ្យម្នាក់បានសួរនាំអំពីអាការៈរបស់គាត់ហើយគាត់បានប្រាប់ពួកគេថាអ្នកជំងឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនិងត្រូវការបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ក្មេងស្រីម្នាក់បានទេទូរស័ព្ទទៅកាន់មជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ភ្លាមដើម្បីសុំជំនួយអ្នកជំងឺរបស់លោកតាំងប៊ុនហុយបានស្នើឲ្យទៅគ្លីនិករបស់ឈិនលីដើម្បីពិគ្រោះជាមួយគ្រូពេទ្យដោយបង្ហាញពីការមិនទុកចិត្តលើលោកថាំងហើយជាគ្រូពេទ្យចិនបុរាណស្ត្រីម្នាក់ទៀតបានយល់ស្របដោយចាត់ទុកវិជ្ជបណ្ឌិតថាំងមិនគួរទុកចិត្តឡើយហើយនិយាយថាបើដឹងបែបនេះពួកគេគួរតែទៅគ្លីនិកឈិនលីតាំងពីដំបូងវិញស្របពេលជាមួយគ្នានោះដែរអ្នកជំងឺរបស់ឈិនលីបែរជាស្ត្រីម្នាក់សក់ពណ៌បៃតងបានរអ៊ូទាំងពីការវិលមុខរួចក៏ដួលសន្លប់បាត់ស្មារតីអ្នកដើរកាត់ម្នាក់បាននិយាយថាត្រូវមាននរណាម្នាក់ជួយមើលថែនាងលោកថាំងបានព្រមមានឈិនលីកុំឲ្យមានទំនុកចិត្តលើខ្លួនឯងខ្លាំងពេកព្រោះគាត់ជឿថាឈិនលីមិនអាចព្យាបាលនាងបានឡើយដែលនឹងធ្វើឲ្យការប្រកួតរបស់ពួកគេស្មើគ្នាឈិនលីបានពិនិត្យស្ថានភាពហើយសន្និដ្ឋានថាមានវិធីតែមួយគត់ដើម្បីព្យាបាលនាងគឺដោយការប្រើប្រាស់បញ្ចូលធំមួយលោកបានបញ្ជាក់យ៉ាងច្បាស់ពីភាពចាំបាច់ក្នុងការប្រុងប្រយ័ត្នខ្ពស់បំផុតព្រោះការចាត់ខកកន្លែងអាចបណ្ដាលឲ្យនាងធ្លាក់ខ្លួនពិការនៅពេលដែលលោកត្រៀមខ្លួនចាក់និងចាប់ផ្ដើមរាប់ថយក្រោយស្រាប់តែស្ត្រីរូបនោះក្រោកឈរឡើងរួចលាតត្រដាងការពិតថានាងមិនមានឈឺទាល់តែសោះហើយត្រូវបានបញ្ជូនមកទីនេះដោយលោកវិជ្ជបណ្ឌិតថាំងនាងបានសុំការអនុញ្ញាតដើម្បីចាកចេញឈិនលីបានសួរលោកថាំងថាតើលោកព្រមចុះចាញ់ហើយឬនៅលោកថាំងប៊ុនហុយបានប្រាប់ឈិនលីកុំឲ្យបារម្ភព្រោះគាត់ជាគ្រូពេទ្យដ៏ល្បីល្បាញម្នាក់នៅក្នុងទីក្រុង Sun City នេះដើម្បីឲ្យលោកលាវចាងក៏ត្រូវតែយោគយល់និងធ្វើសម្បទានឲ្យគាត់ដែរឈិនលីបានចោទសួរតើគ្រូពេទ្យដ៏ល្បីល្បាញម្នាក់នេះបានជាប្រាល្បីកលកខ្វក់ដើម្បីបំផ្លាញការប្រកួតប្រជែងទៅវិញដោយអះអាងថាគាត់មិនសមនឹងត្រូវបានគេហៅថាជាគ្រូពេទ្យនោះឡើយលោកក៏បានបដិញ្ញាចិត្តថានឹងចងចាំរឿងនេះទុកហើយនឹងសងសឹកនៅថ្ងៃអនាគតមួយសន្ទុះក្រោយមកឈិនលីបានដើរចូលទៅកាន់ក្នុងគ្លីនិករបស់ខ្លួនហើយចំការរបស់ឈិនលីដែលមានឈ្មោះថាលីងឈៀងបានស្នើសុំដោះស្រាយស្ថានភាពដែលតាក់ទងនឹងថាំងលោកបានសួរនាំនាងថាតើនាងជាសះស្បើយពេញលេញហើយឬនៅនាងបានសម្ដែងការដឹងគុណចំការបារម្ភរបស់លោកនិងបញ្ជាក់ថានាងមិនអីនោះទេហើយធានាជាមួយលោកថាប្រសិនបើមានការងារអ្វីឲ្យនាងធ្វើឈិនលីគ្រាន់តែប្រាប់នាងទៅឈិនលីបានប្រាប់នាងថានាងអាចសម្រាប់ព្យាបាលរបួសនៅគ្លីនិករបស់លោកបានហើយបាននិយាយថានឹងមានកាតព្វកិច្ចមួយចំនួនដែលត្រូវការដែលលោកត្រូវឲ្យនាងជួយធ្វើការក្នុងរយៈពេល 2-3 ថ្ងៃទៀតស្របពេលនោះទូរស័ព្ទរបស់ឈិនលីបានរលឡើងលោកបានទទួលទូរស័ព្ទហើយម្នាក់ទៀតនៅចុងខ្សែបានពន្យល់ថានាងត្រូវបានចាត់តាំងដោយលោក Mr. ចុងឲ្យផ្ដល់ព័ត៌មានអំពីប្រភេទនៃត្បូងធម្មជាតិទៅកាន់លោកនាងបានបញ្ជាក់ថាទំនិញទាំងនោះត្រូវបានរំពឹងថានឹងមកដល់ទីក្រុងយ៉ាងឆឹងក្នុងរយៈពេលមួយសប្តាហ៍ហើយក៏មានរឿងមួយផ្សេងទៀតដែលនាងចង់ពិភាក្សាជាមួយលោកឈិនផងដែរដែលអាចផ្ដល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកលោកបានយល់ស្របជួបពិភាក្សាគ្នាហើយនាងបានបញ្ជាក់ថានាងនឹងផ្ញើពេលវេលានិងទីកន្លែងជាក់លាក់ទៅកាន់ទូរស័ព្ទដៃរបស់លោកមុនពេលបញ្ចប់ការសន្ទនាក្នុងពេលជាមួយគ្នានោះនៅផ្ទះរបស់លោកថាំងប៊ុនហុយលោកថាំងប៊ុនហុយបានមើលព័ត៌មាន
មាននៅលើកញ្ចក់ទូរទស្សន៍ព័ត៌មានបានបង្ហាញរបាយការណ៍ថាកាលពីថ្ងៃម្សិលមិញគ្រូពេទ្យឱសថបុរាណពីររូបនៅក្នុងទីក្រុងយ៉ាងឆឹងបានធ្វើការប្រកួតប្រជែងគ្នាជំនាញវិទ្យាសាស្ត្រគ្នាហើយលោកថាំងមុនហុយដែលជាម្ចាស់ហាងឱសថបុរាណចិនរបស់គ្រួសារថាំងបានប្រកាសទទួលស្គាល់ការបរាជ័យជាសាធារណៈនិងប្រកាសដកខ្លួនចេញពីវិស័យវិទ្យាពេទ្យជាលទ្ធផលគ្រួសារថាំងទាំងមូលបានប្រឈមមុខនឹងការរិះគន់យ៉ាងចាស់ដៃដែលមិនធ្លាប់ទទួលពីមុនមកដោយក្តីខឹងសម្បារលោកថាំងមុនហុយបានគប់កំទេចបែងមួយហើយបានបញ្ជាឲ្យបិទទូរទស្សន៍ស្របពេលនោះដែរលាវមីងគោលទ្វារហើយសួរថាតើលោកវិជ្ជបណ្ឌិតថាំងនៅទីនេះដែរឬទេដំបូងឡើយគាត់បដិសេធថាមិននៅទីនេះឡើយហើយប្រាប់ឲ្យគេចាក់ចេញទៅលាវមីងបានឆ្លើយតបដោយប្រាប់ថាគាត់អាចផ្ដល់មធ្យោបាយសងសឹកនៃកំទេចឈិនលៃបានដល់លោកថាំងមុនហុយដែលការនេះធ្វើឲ្យលោកថាំងមុនហុយបើកទ្វារលាវមីងហើយបានហុចក្រដាសមួយសន្លឹកឲ្យទៅគាត់ហើយបញ្យល់ថាវាផ្ទុកនៅអ្វីមួយដែលមានតែគាត់តែប៉ុណ្ណោះអាចធ្វើបាន